3 រោគសញ្ញាបញ្ជាក់ថាបងស្ត្រីកំពុងតែកើតមានជំងឺស្រុតស្បូនដោយមិនដឹងខ្លួនរោគសញ្ញាទី1ឬខ្យល់ឬផោមតាមទ្វារមាសកំឡុងពេលរួមភេទឬក៏ពេលដែលយើងធ្វើចលនាផ្សេងរោគសញ្ញាទី2គឺស្ត្រីគាត់នឹងមានអារម្មណ៍ថានោមញឹកខុសពីធម្មតានោមអត់អស់នោមសល់រោគសញ្ញាទី3ស្ត្រីមានអារម្មណ៍ថាមានដុំអីទល់មូលនៅនឹងទ្វារមាសពេលដែលគាត់រួមភេទឬក៏ពេលដែលលូកដៃលាងសម្អាតទៅគឺប៉ះតែម្ដងហើយដុំមូលនោះពេលខ្លះអាចនៅនឹងទ្វារមាសឬក៏តតែគាត់លូកដៃមួយថ្នាំងដៃពីរថ្នាំងដៃទៅប៉ះហើយផលវិបាកនៃជំងឺស្រុតស្បូននេះបើសិនជាបងស្ត្រីគាត់មិនដោះស្រាយឲ្យទាន់ពេលវេលាគឺគាត់ប្រឈមជាមួយនឹងការអត់មានកូនប្រឈមជាមួយនឹងការពិបាកក្នុងការរួមភេទជាមួយដៃគូរបស់គាត់ព្រោះពេលដែលរួមភេទទៅគឺនឹងប៉ះដុំទល់នឹងគឺធ្វើឲ្យគាត់ឈឺចុកចាប់ពិបាកក្នុងការកេងនៅជាមួយគ្នាទី3ប្រឈមជាមួយនឹងការរលាកមាត់ស្បូនលឿនខ្លាំងមែនទែនកាលណាស្រុតកាន់តែខ្លាំងគាត់កេងនៅមួយគ្នាប៉ះតិចធ្វើឲ្យមានការរលាកកាហាយឈឺផ្សានិងអាចវិវត្តទៅជាមហារីកបើសិនជាបងស្ត្រីមាននៅរោគសញ្ញាដូចដែលនៅគ្រូបានជំរាបជូនខាងលើសូមបញ្ញាប់ក្នុងការពិគ្រោះជាមួយអ្នកជំនាញហើយរកដំណោះស្រាយបើសិនជាយើងຕົករហូតដល់កម្រិតធ្ងន់ធ្ងរអាចប្រឈមជាមួយនឹងការកាត់ស្បូនតែម្ដងព្រោះជំងឺស្រុតស្បូននេះបើសិនជាក្នុងកម្រិតស្រួចស្រាលយើងញ៉ាំថ្នាំយើងហាត់ប្រាណបានតែបើសិនជាកម្រិតធ្ងន់ធ្ងរស្ត្រីគាត់ត្រូវតែធ្វើការវះកាត់